ជំរាបសួរទាំងអស់គ្នានេះការចោះឈ្មោះប្រាថ្នាអ៊ីសិតណាបងប្អូនមាន App Store ឬ Story បងឯងចោះបើអ្នកបងប្អូនដែលប្រើ iPhone សូមចូលប្រក្នុង App Store នេះចូលក្នុង App Store អ្នកដែលប្រើ Samsung ចូលក្នុង Story ណាបងខ្ញុំប្រើ iPhone ខ្ញុំចូល App Store ដើម្បីចោះឈ្មោះប្រាថ្នាអ៊ីសិតយើងទទួលកម្មវិធីថ្នាអ៊ីសិតហើយយើងទទួលហើយយើងបើកកម្មវិធីបើកហើយយើងហោះយើងឲ្យហុកគេណាបងហុកគេហើយយើងអាចជ្រើសរើសយកភាសាបានបងប្អូនដែលដូចបងដែលគាត់ប្រើនេះគាត់អាចជ្រើសរើសអញ្ចឹងតែខ្ញុំជនជាតិខ្មែរខ្ញុំរើសខ្មែរណាបងណាហើយទី2យើងកណិតខាងក្រោមនេះបងណាទី3យើងគ្រាន់តែវាមានគ្រី3ខាងលើ1 2 3 4អញ្ចឹងយើងទាញទី4ភាសារហូតទៅហើយចុចខាងក្រោមនេះ hack in លុត hack in នឹងមកហើយបងប្អូនអាចចូលប្រើហើយបញ្ជាក់កុំភ្លេចចុច connect ខាងលើនេះណាចុច connect ខាងចូលប្រើនឹងហើយចុចបញ្ជាក់ហើយបងប្អូនជនជាតិបរទេសជ្រើសរើសយកជនជាតិណាបងណាហើយខាងលើយល់ព្រមទាំងអស់បងឯងអាចចុចលើគ្រីនឹងទៅនឹងលុតខាងក្រោមជា connect នឹងមកហើយចុច connect ហើយខាងលើនេះខែឆ្នាំកំណើតរបស់បងប្អូនទាំងអស់គ្នាណាបើឆ្នាំ1985យើងចុច85ខែថ្ងៃដល់អញ្ចឹងទៅណាបងណាជាមួយនេះខែឆ្នាំកំណើតរបស់នាងខ្ញុំដកវាចាញ់ហើយដល់ខាងក្រោមនេះលេខកង់ធនាគារនៅកូរ៉េដែលបងប្អូនប្រើរាល់ថ្ងៃនឹងខ្ញុំសូមដកចាញ់ណាហើយបងប្អូនចុចហើយខែឆ្នាំកំណើតហើយអស់នឹងលេខកង់ហើយបងប្អូនអាចចុចនេះគណិតខាងក្រោមនេះបានណាគណិតខាងក្រោមនឹងហើយនឹងវើចាញ់ហើយយើងអាចចុចលេខសម្ងាត់4ខ្ទង់របស់លោកអ្នកបានណាលេខសម្ងាត់4ខ្ទង់ក៏ខ្ញុំសូមដកចាញ់ដែរណាព្រោះនេះលេខសម្ងាត់ដែលខ្ញុំប្រើហើយនឹងលោតទៅមុខទៀតហើយបងប្អូនណាដែលគាត់ប្រើOTP វាមានចេញជាអញ្ចឹងឬចេញជាកាតមកហើយយើងចាក់ទៅចេញលេខ6ខ្ទង់មកណាហើយបងប្អូនដែលប្រើកាត Q នឹងចេញកាត Q មកហើយចុច2ខ្ទង់ខាងមុខឬខាងក្រោយដូចជាផ្ទេរប្រាក់នៅតាមវ៉ាន់ខ្ជូដែរណាបងណាហើយឥឡូវខ្ញុំប្រើOTP អញ្ចឹងខ្ញុំចុច OTP ណាចុចហើយវានឹងបាត់ទៅមុខទៀតហើយនេះយើងចុចលេខ6ខ្ទង់សម្រាប់ឲ្យយើងចាំងាយស្រួលសម្រាប់ការវេលុយណាបងណាហ្នឹងយើងដាក់ខ្លួនឯងដាក់ឲ្យបានគ្រប់6ខ្ទង់ណាបងណាតែបើដូចខ្ញុំវិញខ្ញុំដាក់លេខសម្ងាត់4ខ្ទង់ហើយដាក់00ពីក្រោយទៅយើងស្រួលចាំបងក៏ត្រូវដាក់អញ្ចឹងទៅស្រួលចាំណាបងណាខ្ញុំសុំដកដែរណាដាក់ម្ដងហើយវានឹងលោតឲ្យម្ដងទៀតសម្រាប់ឲ្យបងប្អូនវាយបញ្ជាក់ម្ដងទៀតខ្លាចបងប្អូនវាយខុសនេះវាយហើយចឹងទៅនឹងលោតអូតូទៅហើយយើងនឹងចាញ់បញ្ជាក់មកហើយណាបងណាចុចឈ្មោះលេខសម្ងាត់ងាយស្រួលយើងចុចហើយយើងចុចបញ្ជាក់បានសម្រេចការចុចឈ្មោះអញ្ចឹងមានន័យថាការចុចឈ្មោះនេះចុចឈ្មោះបានសម្រេចហើយអញ្ចឹងយើងអាចផ្ទេរប្រាក់នៅក្នុងប្រទេសបានហើយឬក្រៅប្រទេសបានហើយអញ្ចឹងបងសូមចុចគណិតហើយគេអានេះបើបងប្អូនណាក៏ប្រើ Samsung មានកញ្ចៅដៃដូចខ្ញុំអញ្ចឹងខ្ញុំប្រើ iPhone គេឲ្យ scan មុខអញ្ចឹងខ្ញុំសូម scan មុខ scan ហើយនឹងលោតអូតូមកអញ្ចឹងទៀតហើយការចុចឈ្មោះប្រើប្រាស់នឹងលោតបានសម្រាប់យើងនឹងដាក់ចេញថ្ងៃខែបងឯងចោលឈ្មោះហើយនៅខាងក្រោម connect ហើយការចុចឈ្មោះនឹងបានជោគជ័យទាំងអស់គ្នាហើយការផ្ទេរប្រាក់ឆែកមើលប្រាក់ផ្ទេរប្រាក់ទៅក្រៅផ្ទេរប្រាក់យើងអាចចុចនេះទៅផ្ទេរប្រាក់នៅក្នុងកូរ៉េដាក់ 5,000 ឬ
50000 ចឹងទៅខ្ញុំដាក់ 5000 ដល់ទីហើយដាក់ 5000 ហើយការយើងចុចរើសជ្រើសរើសករណីដែលត្រូវផ្ទេរលេខកង់ដែលត្រូវផ្ទេរចុចករណីដែលត្រូវផ្ទេរយើងចេញមកអញ្ចឹងហើយយើងជ្រើសរើសទៅណាករណីណាដែលយើងត្រូវផ្ទេរហើយនេះលេខកង់ដែលបងឯងត្រូវផ្ទេរចុចអញ្ចឹងទៅនឹងលោតអូតូទៅហើយណាបងណាខ្ញុំសូមចាក់ចេញហើយនៅខាងក្រោមនេះចាអរគុណជម្រាបលាទាំងអស់គ្នាដែលបានសូមមើលវីដេអូហើយ